ឲ្យគាត់អង្គុយស្ដាប់យើងដើម្បីឲ្យគាត់យល់ពីតម្លៃរបស់ជីវិតបើស្អែកឡើងឲ្យស៊ីខាន់ស្អែកឡើងឲ្យស៊ីឲ្យទាស៊ីទៅឲ្យជ្រូកស៊ីទៅដូចតែគ្នាទេបានកើតអីបងប្អូនហើយបើក្រុមអាត្មានិយមក៏អញ្ចឹងបងប្អូនពិចារណាមើលបើកើតមកគ្រាន់តែភាពអាត្មានិយមយើងចិញ្ចឹមរបៀបម៉េចយើងជួយរបៀបម៉េចតែយើងនិយាយថាយើងចិញ្ចឹមគាត់ថាបាច់ចិញ្ចឹមអញទេប៉ុន្តែមនុស្សយើងមានពេលខ្លះលុយมันអាចទិញអីបានទាំងអស់ហ្នឹងណាវាត្រូវការជំនួយពីអ្នកដទៃឧទាហរណ៍ថាមនុស្សអញ្ចឹងមានថ្ងៃណាមួយគាត់ត្រូវការជំនួយពីយើងទោះយើងមានកម្លាំងជួយធ្វើអីជួយដើម្បីឲ្យគាត់មានភាពអាត្មានិយមនឹងកាន់តែយូរនៅលើផែនដីនឹងជួយធ្វើអីផងក្រុមទី3រឹតតែទៀតក្រុមដែលជិះជាន់គេបើសិនជាគាត់មានបញ្ហាមកឲ្យយើងជួយនឹងជួយគាត់យ៉ាងម៉េចបងប្អូនជួយគាត់ឲ្យគាត់បន្តការជិះជាន់ទៅលើអ្នកដទៃកាន់តែយូរអញ្ចឹងសរុបឲ្យខ្លីមកទាំង3ពួកហ្នឹងសัพពទានំធម្មទានំជានិតិក្រុមល្ងងកើតមកដង្ហើយហៅតែពិភពលោកជួយក៏បញ្យល់ឲ្យអ្នកឯងហូបរួចហើយបញ្យល់ធ្វើសង្គមរបស់អ្នកឯងឲ្យល្អរួចហើយឲ្យមានដងទឹកមានសាលារៀនមានផ្លូវថ្នល់រួចហើយបញ្យល់ជីវិតគេមិនរស់នៅបែបហ្នឹងទេរស់នៅជីវិតត្រូវចេះហើយកុំភ្លេចរឿងការចែករំលែកគ្នាទៅវិញទៅមកក្នុងសង្គមប៉ុន្តែមិនចង់បានប៉ុនទេណាពិភពលោកហ្នឹងគឺកើតមកវាត្រូវតែចែករំលែកគ្នាចឹងហ្មងក្រុមទី2មនុស្សមានភាពអាត្មានិយមបើសិនណាជាអ្នកត្រូវការជំនួយពីខ្ញុំជួយប៉ុន្តែក្រោយពីជួយបញ្យល់ទៀតណាបញ្យល់ឲ្យអ្នកឯងយល់ពីតម្លៃរបស់ជីវិតមិនមែនរស់នៅក្នុងផ្លូវហ្នឹងទេដល់ពេលក្រុមទី3ក្រុមជិះជាន់គេក៏នៅតែក្នុងផ្លូវហ្នឹងពេលគាត់ត្រូវការជំនួយពីយើងជួយរួចហើយបញ្យល់គាត់ថាជីវិតរស់នៅគេមិនរស់នៅក្នុងផ្លូវបែបហ្នឹងទេអញ្ចឹងបានក្នុងចំណោមអ្នកប្រាជ្ញបងប្អូនគាត់ផ្ដល់កតិច្រើនណាស់ដូចសូក្រាតអីបងប្អូនចាណាមើលសូក្រាតគាត់ពិបាកបញ្យល់មនុស្សពេកគាត់អុចចង្គៀងដើរទាំងថ្ងៃហ្មងគេសួរថាហេតុអីបានគាត់អុចចង្គៀងដើរទាំងថ្ងៃអញ្ចឹងភ្លឺហើយនឹងមិនចាំបាច់អុចចង្គៀងគាត់ថាពិភពលោកវាល្ងឹតពេកគាត់ចង់ប្រាប់មនុស្សថាវាល្ងឹតណាស់លេចភ្លឺមែនប៉ិតមើលឃើញចិត្តរឿងឯងភ្នែកតែមិនមើលឃើញច្រាយសពទិសាយមិនសេះសល់គាត់រកវិធីបញ្យល់មនុស្សថាតើរស់នៅបើខ្វះការគិតពិចារណាតើវាកងឹតយ៉ាងណាគាត់រកវិធីបញ្យល់មនុស្សគាត់អុចចង្គៀងដើរទាំងថ្ងៃក្នុងចំណោមអ្នកផ្ដល់កតិមួយដែលខ្ញុំស្រឡាញ់ខ្លាំងជាងគេគឺកតិបកាសែនណាគាត់អ្នកមានណាគាត់ចែកទ្រព្យសម្បត្តិឲ្យកូនគាត់កភ្លុះគាត់ចែករួចហើយគាត់និយាយថាម៉េចកូនណាទ្រព្យសម្បត្តិនេះសម្រាប់ឪជាទ្រព្យដែលគ្មានតម្លៃតសោះមានតម្លៃដែរប៉ុន្តែបើប្រៀបធៀបជាមួយនឹងកតិដែលប៉ាចង់ឲ្យកូននេះណាមានតម្លៃមិនស្មើនឹងកតិនឹងទេទ្រព្យសម្បត្តិដែលប៉ាឲ្យកូនណាមានតម្លៃមិនស្មើនឹងកតិដែលប៉ាចង់ឲ្យកូនទេទ្រព្យសម្បត្តិនេះជារឿងតិចតួចបំផុតដែលប៉ាចង់ឲ្យកូនណារឿងធំណាកតិមួយដែលប៉ាចង់ឲ្យកូនឲ្យកូនកើតមកជាមនុស្សណាកូនសំខាន់ណាស់ការរកឲ្យឃើញថាតើជីវិតរស់នៅដើម្បីស្អីធំជាងគេបំផុតគឺថាតើជីវិតនឹងកើតមកដើម្បីស្អីមនុស្សក្នុងពិភពលោកតាមការសង្កេតរបស់ប៉ាណាកូនរកមិនឃើញបបផែតនៃជីវិតទេគេរកមិនឃើញបបផែតនៃជីវិតទេរួមទាំងកូននឹងផងប៉ារកឃើញហើយប៉ាប្រកាន់ជីវិតតាមប៉ាយល់ឃើញប៉ុន្តែប៉ាចង់ឲ្យកូនដើរផ្លូវនឹងដែរណាកូនមិនដើរទេកាលណាកូនមិនយល់ឃើញដោយខ្លួនឯងអញ្ចឹងកូនត្រូវតែយល់ដោយខ្លួនឯងណែអាការយល់នឹងវាទៅជាមួយនឹងទិដ្ឋិរបស់មនុស្សវាទៅនឹងអកតេអាខ្លះស្រឡាញ់អាខ្លះស្អប់អាខ្លះខ្លាចអាខ្លះគ្មានសមត្ថភាពក្នុងការយល់ហ្មងនិយាយពេលលឺគេនិយាយងុយតាដេកវាងុយតាដេកតែហ្មងកើតមកវាអញ្ចឹងតែហ្មងកំណើតមកអញ្ចឹងហ្មងមិនមកជាតិតជាតិមកយូរណាស់ហើយបើសិនណាជាមនុស្សចេះស្ដាប់ហេតុផលមានហេតុមានផលស្ដាប់គ្នាយល់ទាំងអស់ហ្នឹងណាព្រះសម្មាសម្ពុទ្ធប្រោសរួចទាំងអស់ហើយប៉ុន្តែវាអត់ចឹងបានកាសែនគាត់និយាយថាកូនហើយកូនរឿងធំជាងគេបំផុតក្នុងជីវិតណាកូនគឺរឿងមនុស្សមិនអាចពិចារណាឃើញថាតើជីវិតកើតនៅលើផែនដីនឹងដើម្បីស្អីតែប៉ានិយាយអញ្ចឹងសួមមានអ្នកខ្លះឈឺក្បាលទៀតឥឡូវនោះនឹងជាស្អីទេវាអញ្ចឹងទៅទៀតត្រង់ចំណុចហ្នឹងហើយបានកាសែនគាត់ថាកូនហើយកូនរឿងពិបាកបំផុតក្នុងជីវិតរបស់មនុស្សណាគឺការពិចារណាឃើញថាតើកើតមកលើផែនដីនឹងដើម្បីស្អីជីវិតកើតមកលើផែនដីដើម្បីស្អីនេះអាកន្លែងហ្នឹងកូនត្រូវពិចារណាឲ្យឃើញដោយខ្លួនឯងទោះបីជាប៉ាប្រាប់ថាកូនរស់នៅត្រូវធ្វើចេះបើកូនអត់យល់ដោយខ្លួនឯងកូនមិនមកទេនេះកតិមួយហ្នឹងប៉ាចង់ឲ្យកូនហើយកូនមនុស្សធំជាងគេបំផុតរកមិនឃើញបុព្វហេតុនៃជីវិតទេប៉ុន្តែបើកូនរកឃើញបុព្វហេតុនៃជីវិតហើយណាកូនការដើរទៅរកបុព្វហេតុនៃជីវិតនេះណាកូនបើកូនជួបឧបសគ្គរហូតដល់ងាប់ផងជារឿងធម្មតានៃការដើរទេណាកូនកុំស្ដាយជីវិតពីព្រោះជីវិតគេកើតមកសម្រាប់អបុព្វហេតុមួយហ្នឹងបើសិនជាគេថាណែហែងកុំធ្វើអាហ្នឹងតែហែងធ្វើអាហ្នឹងអញចាប់ហែងដាក់គុកបើហែងធ្វើអាហ្នឹងហែងអាចនឹងគ្រោះថ្នាក់ដល់ជីវិតគេចង់ឲ្យយើងឈប់ធ្វើអបុព្វហេតុនៃជីវិតហ្នឹង
បើគេឲ្យយើងឈប់ធ្វើហើយគេទុកជីវិតឲ្យយើងជីវិតបែបហ្នឹងគ្មានតម្លៃអីទេគេថាហើយទិញឡានមកឲ្យកុំជិះប្រយ័ត្នសឹកចង់ធ្វើមិនចង់ជួលលើផ្ទះទៅឡានគេទិញមកសម្រាប់បើកវាបើវាសឹករិចរើក្នុងការបើកជារឿងធម្មតាទេប៉ុន្តែមានន័យថាឲ្យតែឃើញកលុកក៏តែបញ្ចូលទៅបើហើយមិនគិតអញ្ចឹងអត់ឃើញដុំថ្មបើកបុកវាទៅហោះកុំសប់កង់កុំបាច់ថែធួនមិនមែនអញ្ចឹងទេបើសិនណាជាយើងមានបុព្វហេតុសម្រាប់ជីវិតធ្វើណាបងប្អូនយើងត្រូវថែរក្សាខ្លួនរបស់យើងថែទាំងសុខភាពថែទាំងចំណេះដឹងថែសពបែបសពយ៉ាងត្រង់ចំណុចហ្នឹងដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាកិច្ចរបស់មនុស្សទាំង3យ៉ាងទី1គឺអត្តតថចរិយាទី2គឺញាតតថចរិយានិងទី3គឺលោកតថចរិយាកាលណាអ្នកមានបុព្វហេតុសម្រាប់ពិភពលោកហើយអ្នកត្រូវចាប់ផ្ដើមពីខ្លួនឯងទៅមុនបើខ្លួនឯងគ្មានសុខភាពល្អបើខ្លួនឯងគ្មានចំណេះដឹងបើខ្លួនឯងមិនអាចជួយហិរញ្ញវត្ថុសម្រាប់ខ្លួនឯងបានសួរថាតើអ្នកឯងទៅជួយគេយ៉ាងម៉េចទៅកើតអ្នកត្រូវតែចាប់ដើមពីខ្លួនឯងទៅមុនកាសែតក៏គាត់និយាយយ៉ាងដែរឃើញអ្នកប្រាជ្ញបណ្ឌិតទាំងអស់សិតតែជុំគ្នាទាំងអស់ពួកអីពួកវាកើតមកពីការពិចារណាដូចគ្នាកាសែតគាត់និយាយថាសំខាន់បំផុតតែមនុស្សកើតមកមិនស្គាល់បុព្វហេតុនៃជីវិតរកមិនឃើញថាតើជីវិតកើតមកដើម្បីស្អីសោះគេគ្មានបុព្វហេតុសម្រាប់ធ្វើសោះក្នុងជីវិតរបស់គេប៉ុន្តែកូនពិចារណាឃើញថាតើជីវិតរស់នៅក្នុងផ្លូវអីរស់នៅដើម្បីស្អីបើកូនរកឃើញជាសំណាងធំរបស់កូនហើយបើវាដើរទៅវាត្រូវរិចវាត្រូវរើវាត្រូវសឹកឬវាត្រូវងាប់ក្នុងដំណើរឆ្ពោះទៅរកគោលដៅឲ្យវាងាប់ទៅចោះដោយសពថ្ងៃពួកយើងបងប្អូនបើសិនណាជាគេវាយយើងមិនឲ្យធ្វើអាហ្នឹងយើងសុខចិត្តងាប់ពួកអីពួកយើងស្គាល់ថាជីវិតត្រូវធ្វើអាហ្នឹងហើយបើមិនបានធ្វើអាហ្នឹងទុកជីវិតធ្វើអីបើឡានមិនបានបើកទេទុកឡានធ្វើអីហេខ្លាចសឹកបិទហើយថាខ្លាចសឹកយើងចង់ជិះវាបានយូរប៉ុន្តែយើងត្រូវការជិះណាយើងមិនមែនខ្លាចសឹករហូតដល់យកឡានទៅចងព្យួរទេយើងមិនមែនខ្លាចស្លាប់រហូតដល់គេលែងឲ្យយើងធ្វើអ្វីដែលយើងយល់ថាត្រឹមត្រូវរួចហើយយើងទុកជីវិតទេបើជីវិតបែបហ្នឹងយើងទុកចិត្តស្លាប់ប៉ុន្តែបើសិនណាជាយើងមានបុព្វហេតុសម្រាប់ធ្វើយើងអត់ខ្លាចស្លាប់ទេបើវាងាប់ងាប់ផ្លូវហ្នឹងទៅប៉ុន្តែមិនមានន័យថាយើងអត់ថែរក្សាជីវិតទេណាតែពេលណាយើងមានបុព្វហេតុមួយច្បាស់លាស់យើងខ្លាចជីវិតរបស់យើងងាប់ព្រោះអីព្រោះតែងាប់ទៅលែងបានធ្វើអាហ្នឹងអញ្ចឹងថែរក្សាតាំងពីសុខភាពថែរក្សាតាំងពីបញ្ញាថែរក្សាតាំងពីហេរញ្ញវត្ថុសម្រាប់ទ្រទ្រង់ជីវិតរបស់យើងដើម្បីឲ្យយើងមានដំណើរការស្រួលបួលក្នុងដំណើរឆ្ពោះទៅរកគោលដៅរបស់យើងគឺគោលដៅអូដាមកតេព្រះសម្មាសម្ពុទ្ធលោកប្រាប់ថាលោកកថាចរិយាជាគោលដៅចុងក្រោយអ្នកត្រូវចាប់ដើមពីអត្តតថចរិយាកិច្ចដែលអ្នកត្រូវបំពេញសម្រាប់ខ្លួនឯងអត្តតថចរិយាអ្នកត្រូវចាប់ដើមពីខ្លួនឯងបន្ទាប់មកទៀតញាតតថចរិយាមានអ្នកខ្លះគេស្ដាប់ហើយគេច្រឡំក៏មិនដឹងគេថាបងវាសនាតាំងពីស្ដាប់បងឯងមកខ្ញុំឥឡូវចេះដោះផ្លូវចិត្តរបស់ខ្ញុំហើយខ្ញុំឥឡូវខ្ញុំចង់មកចូលរួមក្នុងចលនារបស់បងឲ្យពេញដៃពេញជើងដើម្បីធ្វើការងារឧត្តមកតេខ្ញុំសួរទៅវិញខ្ញុំថាអូនឯងមានប្រពន្ធណាថាមានកូនណាមានហើយចុះប្រពន្ធកូនណាមិនទៅហើយខ្ញុំទុកវាម្ដុំខ្ញុំទុកវាចោលទៅខ្ញុំថាងាប់បើវាមិនស្រឡាញ់កូនមិនស្រឡាញ់ប្រពន្ធវាផងទៅស្រឡាញ់អាណាកើតវានិយាយនេះនិយាយយកក្បាលទៅនិយាយតែមកគ្មានដួងចិត្តនិយាយទេនេះបើដួងចិត្តវាទៅរួចទេប្រពុតលោកសម្ដែងថាម៉េចទេលោកកថាចរិយាគឺជាគោលដៅសម្រាប់ពិភពលោកទាំងមូលដែលជាគោលដៅឧត្តមកតេអ្នកត្រូវចាប់ដើមពីអត្តតថចរិយាជួយខ្លួនឯងបន្ទាប់មកទៀតញាតតថចរិយាការជួយញាតប្រពន្ធកូនបងប្អូនក្រុមគ្រួសាររួចហើយបានលោកកថាចរិយាប៉ុន្តែមិនដោយពួកអ្នកមានភាពអាត្មានិយមថាសប្ថ្ងៃហ្នឹងអញកំពុងជួយខ្លួនអញហ្នឹងប៉ុន្តែជួយតាំងពីថ្ងៃកើតរហូតដល់ថ្ងៃងាប់យកពាក្យអ្នកប្រាជ្ញមកបាំងអំពើអាក្រក់របស់វាព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាកាលណាអ្នកមានគោលដៅចុងក្រោយគឺលោកកថាចរិយាអ្នកត្រូវចាប់ដើមពីអត្តតថចរិយាគ្មានអ្នកដែលទៅជួយគេគឺជាមនុស្សទុនជ្រាយទេមានទាំងសុខភាពមានទាំងបញ្ញាមានទាំងធនធានទ្រព្យសម្បត្តិសមរម្យល្មមអាចដោះស្រាយបញ្ហាផ្ទាល់ខ្លួនបានដើម្បីឲ្យបងប្អូនស្រាលអញ្ចឹងតើបងប្អូនកុំសូវចងពេកបើបងប្អូនចងណាបងប្អូនស្រាយមិនងាយរួចទេហេតុអីបានបងប្អូនចងអត់ឈប់គ្មានរឿងអីក្រៅពីបញ្យល់ទេបើមានប្តីប្រពន្ធសុំទោសកូនមួយហើយពីរបានហើយច្រើនបងទៅ3ទៅ4នេះណានោះបើសិនណាជាពិចារណាឲ្យជ្រៅសឹងថាមិនបាច់មានកូនក៏ទៅបានណាតែពីរអ្នកប្តីប្រពន្ធណាពុទ្ធធម្មជាតិវាបង្កើតមកត្រូវការអានោះខ្លាំងណាទៅអានោះទៅរួចហើយពីរអ្នកប្តីប្រពន្ធចាប់ដៃគ្នាធ្វើពិភពលោកឲ្យវាស្រស់បំប្រងមួយមើលអាណាសោចទៅអាណាយំទៅអញដឹងតែធ្វើស្អីមួយទុកសម្រាប់ផែនដីតោះបងហើយអូនយើងចាប់ដៃគ្នាធ្វើរឿងហ្នឹងប៉ុន្តែមិនងាយតែមកបងប្អូនកើតមករៀបការប្តីប្រពន្ធរួចហើយតាំងបង្កើតកូនមកដោះស្រាយតែរឿងហ្នឹងវល់វក់នៅហ្នឹងអូយអត់មានការងារអីជាឧត្តមកតេអីបន្តិចសោះអីល្ងិតយ៉ាងហ្នឹងអញ្ចឹងបានសូក្រាតគាត់ជួយអុជទៀនបំភ្លឺទាំងថ្ងៃហ្នឹងណាឲ្យវាភ្លឺបន្តិចឡើងវាល្ងិតណាព្រះសម្
បងប្អូនស្គាល់មាក់គឺផ្លូវមាក់គឺជាផ្លូវដែលព្រះសម្មាសម្ពុទ្ធលោកនាំយើងទៅអូយព្រះអង្គខ្ញុំទៅរកមាក់ភ្លាមខូចចេញទៅបន្តិចទៅអត់មករកមាក់ភ្លាមទេដើម្បីដើរចូលមាក់ណាកូនត្រូវពាល់អរិយសច្ចៈទី1ឲ្យត្រូវទុក្ខសច្ចៈអ្នកត្រូវពាល់អរិយសច្ចៈទី1ឲ្យត្រូវបងប្អូនមើលពាក្យរបស់ព្រះអង្គអរិយសច្ចៈទី1គឺទុក្ខសច្ចៈគឺជាធម៌ដែលត្រូវកំណត់ដឹងឃើញទេអរិយសច្ចៈទី1គឺជាធម៌ដែលត្រូវកំណត់ដឹងហើយចូលតាមលំដាប់លំដោយណាហេព្រះអង្គខ្ញុំចង់ដើរលើផ្លូវទៅឆ្ងាយទៅរកអរិយសច្ចៈទី1សិនចូលតាមផ្លូវអរិយសច្ចៈទី1សិនពាល់អរិយសច្ចៈទី1ឲ្យត្រូវអរិយសច្ចៈទី1គឺជាធម៌ដែលត្រូវកំណត់ដឹងណាកូនហើយកំណត់ដឹងតថាគតកំណត់ដឹងរួចហើយជីវិតជាទុក្ខកូនត្រូវពិចារណាអង្គុយខ្លួនឯងសិនណាអង្គុយពិចារណាឲ្យឃើញថាជីវិតជាទុក្ខជីវិតគួរឲ្យអបសុខជីវិតគួរឲ្យធុញទ្រាន់ជីវិតគ្មានអ្វីប្រសើរទេកូនពិចារណាឲ្យឃើញថាជីវិតជាទុក្ខហ្មងជីវិតជាទុក្ខហ្មងពិចារណាឲ្យឃើញសិនបានពិចារណាអរិយសច្ចៈទី2អរិយសច្ចៈទី2គឺជាធម៌ដែលត្រូវគាស់រំលើងអរិយសច្ចៈទី3គឺជាធម៌ដែលត្រូវធ្វើឲ្យបានសម្រេចដល់ពេលអរិយសច្ចៈទី4គឺមគ្គគឺជាធម៌ដែលត្រូវធ្វើឲ្យចម្រើនជារៀងរាល់ថ្ងៃអ្នកខ្លះតែផ្លាប់ឡើងគាត់មកចង់ដើរលើមគ្គព្រះសម្មាសម្ពុទ្ធលោកឲ្យចូលតាមលំដាប់លំដោយអត់ឲ្យដើរលើមគ្គទេអ្នកត្រូវពាល់អរិយសច្ចៈទី1ឲ្យត្រូវអរិយសច្ចៈទី1គឺជាធម៌ដែលត្រូវកំណត់ដឹងអញ្ចឹងបានកាសែនណាបើសិនជាគាត់អាចប្រាប់កូនគាត់ឲ្យដើរតាមគាត់មិនចាំបាច់ថាកតិរបស់គាត់មានតម្លៃទេគាត់ប្រាប់កូនគាត់ឲ្យដើរហ្មងទៅប៉ុន្តែអានឹងវាមករួចតោះតែវាកំណត់ដឹងខ្លួនវាណាព្រះសម្មាសម្ពុទ្ធក៏លោកសម្ដែងអញ្ចឹងដែរអរិយសច្ចៈចុងក្រោយបំផុតគឺមគ្គសច្ចៈណាអ្នកត្រូវពាល់អរិយសច្ចៈទី1ឲ្យបានសិនអរិយសច្ចៈទី1គឺជាធម៌ដែលត្រូវកំណត់ដឹងពេលណាអ្នកកំណត់ដឹងអរិយសច្ចៈទី1បងប្អូនកើតកូនរួចទេកើតមិនរួចទេពួកអីពួកយល់ច្បាស់អំពីជីវិតជាធាតុផ្សំធាតុផ្គុំណាបងប្អូនវាផ្គុំគ្នាណាវាផ្សែផ្សំគ្នាវាផ្គុំគ្នាណាវាអត់មានព្រលឹងនៅឋាននរករួចហើយបងប្អូននេះយកគ្នាប្តីប្រពន្ធទៅដើម្បីស្ទូចមនុស្សពីឋាននរកមួយមកឲ្យឡើងមកឋានមនុស្សលោកវាអត់អញ្ចឹងទេវាផ្គុំណាដោយបងប្អូនលុញដីខ្សាច់អញ្ចឹងលុញកើតជាមនុស្សហើយតែកើតវាបែកធ្លាយច្បាប់ធម្មជាតិពេលណាបងប្អូនថាអូយបែកធ្លាយអានឹងបែកធ្លាយហើយអានឹងមានព្រលឹងអីក្នុងនឹងផងអត់មានមកពីណាមកចាប់ជាតិផងហ្នឹងឲ្យមានព្រលឹងមកហ្នឹងអញគុំគ្នាឡើងតាអញ្ចឹងបានព្រះសម្មាសម្ពុទ្ធលោកប្រាប់ថាជីវិតជាទុក្ខកំណើតជាទុក្ខយើងថាអីងាប់ជាទុក្ខព្រះពុទ្ធលោកថាកំណើតជាទុក្ខពីព្រោះតែមានកើតបានមានស្លាប់ដល់ពេលបងប្អូនយល់អំពីធម៌គុំហ្នឹងណាមានពេលខ្លះបងប្អូនសឹងលើកកូនណាដាក់លើកៅអីរួចលិតជង្គង់សាពះវាកូនឲ្យកូនប៉ាគុំកូនមកខុសប៉ាងាប់ពីផែនដីទៅតិចទៀតកូនងាប់ដែរប៉ាអាចធ្វើបានណាតាមតែកំហុសប៉ាដែលប៉ាបង្កើតកូនណាប៉ាចង់នៅឲ្យបានចាស់ក្រោយកូនឲ្យកូនស្លាប់មុនដើម្បីប៉ាថែកូនឲ្យបានយូរពីព្រោះជាកំហុសរបស់ប៉ាដែលប៉ាបង្កើតកូនប៉ុន្តែប៉ាធ្វើអត់កើតប៉ាសុំលាកូនទៅមុនហើយប៉ាលេងលបែងរបស់ប៉ាទេដែលបង្កើតកូនមកហ្នឹងប៉ាអបសុកប៉ាខ្លាចចាស់ទៅគ្មានអាណាចាំគ្មានអាណាតពូជប៉ាគិតអញ្ចឹងដែលបង្កើតកូនមកឥឡូវប៉ាលាកូនហើយកូនត្រូវស្លាប់ដែរប៉ុន្តែអាកូនហ្នឹងវាពិចារណាអត់ឃើញវាបន្តលបែងរបស់ប៉ាវាទៅទៀតទៅអាហ្នឹងគេហៅល្ងិតល្ងិតបើពិចារណាឃើញបងប្អូនបង្កើតរួចទេបង្កើតមិនរួចទេពីព្រោះធម្មជាតិហ្នឹងវាផ្គុំណាជីវិតវាផ្គុំណាវាកកើតប្រតិកម្មគីមីវាផ្គុំតែវាផ្គុំវាបែកធ្លាយប៉ុន្តែឧទាហរណ៍ថាបងប្អូនជ្រុលផ្គុំហើយបងប្អូនត្រូវធ្វើម៉េចឲ្យអារបស់ដែលបងប្អូនផ្គុំហ្នឹងវាអស់ចាមួយមើលបងប្អូនវាអស់ចាមួយមើលបញ្យល់វាឲ្យចេះលះបង់ប្រយោជន៍ផ្ទាល់ខ្លួនឲ្យវាប្រើជីវិតរបស់វាឲ្យអស់លទ្ធភាពដើម្បីពិភពលោកមួយមើលបងប្អូនអាហ្នឹងវាគឺជាការងារឧត្តមកតេមួយរបស់បងប្អូនដែរប៉ុន្តែមនុស្សខ្មែរអត់ចឹងទេបងប្អូនអត់ចឹងទេល្ងិតខ្លាំងណាចឹងបានព្រះសម្មាសម្ពុទ្ធលោកសម្ដែងហើយសម្ដែងទៀតអរិយសច្ចៈទី1គឺជាធម៌ដែលត្រូវកំណត់ដឹងយាយសំថ្ងៃបងប្អូនអាណិតគាត់ទៅវត្តទៅធ្វើអីបងប្អូនគាត់ទៅរកដើរលើមគ្គណាគាត់ទៅរកដើរលើមគ្គគាត់ធ្វើបុណ្យទៅទៀតហ្នឹងមគ្គហើយព្រោះមគ្គមាន3ណាបងប្អូនសង្ខេបមកណាសិលសមាធិបញ្ញាសំថ្ងៃគាត់មិនកាន់សិលនឹងគាត់ដើរលើមគ្គសិលសមាធិបញ្ញាអថង្គិកមគ្គមានអង្គ8សង្ខេបទៅសិលសមាធិបញ្ញាសំថ្ងៃគាត់កាន់សិលគាត់ដើរលើមគ្គហើយណាប៉ុន្តែគាត់អត់មានតន់ពលអរិយសច្ចៈទី1ត្រូវទេយាយតាច្រើនណាស់គាត់កើតទុកពីរឿងអីថារឿងអត់លុយចាយអញ្ចឹងគាត់ទៅកាន់សិលដើម្បីឲ្យជាតិក្រោយកើតមកមានលុយកើតមកជាតិនឹងកូនវាចិត្តមិនបានអញ្ចឹងគាត់ទៅកាន់សិលគាត់ទៅដើរលើមគ្គដើម្បីឲ្យជាតិក្រោយកូនគាត់ចិត្តវាបានគាត់កើតមកជាតិនឹងរូបវាមិនស្អាតគាត់ទៅដើរលើមគ្គដើម្បីជាតិក្រោយឲ្យគាត់រូបស្អាតដល់ពេលយើងនិយាយប្រាប់គាត់អំពីជីវិតជាទុក្ខគាត់និយាយជាមួយយើងដែរ
គាត់ថាខ្ញុំពាល់ត្រូវហើយបងប្អូនអើយជីវិតជាទុករឿងអីលោកយាយអូយវេទនាចាំកូនចាំចៅវេទនាណាស់កើតមកជីវិតនេះរស់ស៊ីក៏វាពិបាកស្អីក៏វាពិបាកកើតមកជំងឺច្រើននេះហើយជីវិតជាទុកមែនទេបងប្អូនមែនទេនឹងបើគាត់កើតមករូបស្អាតបើគាត់កើតមកមានលុយបើគាត់កើតមកមានប្តីល្អគាត់មិនខ្ជិលកើតទេគាត់មានពលត្រូវជីវិតជាទុកឯណាមើលព្រះសម្មាសម្ពុទ្ធកើតមករូបក៏ស្អាតទ្រព្យសម្បត្តិក៏មាននំមាននាងពេញថឹងទាំងអស់ប៉ុន្តែព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាជីវិតជាទុកបងប្អូនមិនទុករបៀបម៉េចបងប្អូនគិតបន្តិចទេណាបងប្អូនគិតបន្តិចឃើញហើយហេតុអីបានខ្ញុំប្រឹងប្រាប់អានឹងម៉ែបងប្អូនពីព្រោះបងប្អូនដើរលើមាសបើបងប្អូនដើរលើមាសបងប្អូនត្រូវពលអរិយសច្ចៈទី1ឲ្យត្រូវបងប្អូនពិនិត្យពិភពលោកបន្តិចមើលពិភពលោកម្សិលមិញគ្មានទេពិភពលោកថ្ងៃស្អែកក៏គ្មានដែរពិភពលោកមានតែថ្ងៃហ្នឹងមានតែខណៈហ្នឹងពិភពលោកម្សិលមិញអត់មានទេផែនដីម្សិលមិញមានមកពីណាបើមានផែនដីម្សិលមិញនិងផែនដីថ្ងៃហ្នឹងផែនដីមាន2កន្លែងណាដាក់ផែនដីអត់មានទេម្សិលមិញអត់ទេណាប៉ុន្តែចាំក្បាលនឹងចាំថាមានផែនដីម្សិលមិញតែផែនដីមានតែឥឡូវហ្នឹងទេណាផែនដីមានតែឥឡូវហ្នឹងទេផែនដីម្សិលមិញក៏គ្មានផែនដីនៅថ្ងៃស្អែកក៏គ្មានមានតែផែនដីឥឡូវហើយផែនដីឥឡូវហ្នឹងគេរាប់ខណៈបងប្អូនគេរាប់ខណៈគេមិនមែនរាប់វិនាទីទេតែផែនដីវិនាទីមុនអត់មានផែនដីវិនាទីហ្នឹងមានមិនមែនវិនាទីខណៈតែខណៈយកអីជាគោលបងប្អូនយកអីជាគោលយកកូនកលាបៈដែលមកត្រឡប់ហ្នឹងជាគោលមកត្រឡប់ហ្នឹងពីព្រោះវត្ថុទាំងអស់វាប្រែប្រួលបើវាអត់ប្រែប្រួលវាអត់ចាស់វាអត់ពុកវាអត់ផុយទេតុកទូចានឆ្នាំងកៅអីវាប្រែប្រួលទោះវាប្រែប្រួលក្នុងធម្មជាតិហ្នឹងវាប្រែប្រួលយ៉ាងម៉េចណោកូនកលាបៈដូចដីខ្សាច់ឡាទូចនឹងវាប្រែពឹបមកខណៈហ្នឹងគេហៅមួយខណៈសួរមកខណៈហ្នឹងវាលឿនប៉ុណ្ណាបងប្អូនមកវិនាទីបងប្អូនថាលឿនណាពឹបមកវិនាទីបាត់មួយខណៈណាបងប្អូនប្រហែលមួយវិនាទីចែកនឹងរាប់ពាន់លានដងកូនកលាបៈវាកាត់ផ្លឹបមួយខណៈហ្នឹងពិភពលោកមួយខណៈមុនគ្មានទេពិភពលោកបានប្រែមកខណៈថ្មីប្រែភ្លាមទៅភ្លាមមួយខណៈទៅមួយខណៈពិភពលោកឲ្យតែមកខណៈកន្លងហួសទៅហើយគេហៅអតីតកាលពិភពលោកអតីតកាលគ្មានទេមានតែពិភពលោកឥឡូវគាត់តែខ្ញុំនិយាយហួសភ្លាមមកភ្លាមបន្តទៅគ្នាពិភពលោកមុននឹងគ្មានទេពិភពលោកក្រោយនឹងក៏គ្មានដែរមានតែពិភពលោកថ្ងៃនឹងបែកធ្លាយផឹងចិត្តនឹងទៅចិត្តតែបដិសន្ធិកើតជាជីវិតថ្មីរួចហើយបោលទៅរកបែកទៀតបែកបាំងចាក់បដិសន្ធិភ្លាមហ្មងវល់ក្នុងវត្តអនេកជាតិជីវិតជាទុកបងប្អូនពិចារណាមើលព្រាត់ប្រាសប្រហែលយើងសត្វតែប្រាថ្នាជួបកូនជួបចៅអញ្ចេះជាតិក្រោយប្រហែលព្រះសម្មាសម្ពុទ្ធផងបងប្អូនជាតិចុងក្រោយនោះកើតជាព្រះសម្មាសម្ពុទ្ធជាតិមុនព្រះសម្មាសម្ពុទ្ធមិនបវេសដមានប្តីមានប្រពន្ធមកគូកូនមកគូដល់ពេលជាតិក្រោយមានបានឯណាកូនស្រីទៅណានោះទៅឃើញទេព្រះសម្មាសម្ពុទ្ធផងហើយយើងនោះវាច្បោកច្បល់វាមិនដឹងជន់អាណាជន់ម៉ែជន់ឪអើយល្វីងមុខបងប្អូនល្វីងមុខគិតចុះគិតឡើងល្វីងមុខនឿយណាយណាស់បងប្អូននឿយណាយមិនគួរអីឲ្យគុំទេទោះបីបងប្អូនកើតលើកណោទ្រព្យសម្បត្តិរូបសម្ផស្សស្អាតមានខ្ញុំបម្រើយ៉ាងណាក៏ដោយជីវិតជាទុក្ខអនិច្ចំទុក្ខំអនត្តាពេលបងប្អូនពិចារណាអញ្ចឹងណាបងប្អូនពាល់ត្រូវអរិយសច្ចៈទី1គឺជីវិតជាទុក្ខប៉ិនយាយសប្ងៃគាត់ទៅវត្តគាត់ថាទុក្ខមកពីគ្មានស៊ីទុក្ខមកពីគេជីជន់ទុក្ខមកពីជំងឺច្រើនអញ្ចឹងធ្វើបន់កុំឲ្យវាមានទុក្ខអញ្ចឹងទៀតព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាកាលណាអ្នកពាល់អរិយសច្ចៈទី1ត្រូវអ្នកលែងចង់កើតប៉ុន្តែយាយគាត់ចង់កើតទៀតប៉ុន្តែកើតមិនរូបស្អាតអានឹងមិនពាល់អរិយសច្ចៈទី1ត្រូវទេហើយបើមិនពាល់អរិយសច្ចៈទី1ត្រូវទេកុំទៅដើរលើមគ្គព្រោះអីព្រោះមគ្គគឺជាផ្លូវទៅរកបញ្ចប់ជីវិតបញ្ចប់ការគុំធ្វើឲ្យអស់អញ